សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងមកជួបគ្នាជាមួយនឹងវីដេអូនិយាយពីការថែទាំផ្សិតមេផ្សិតផ្សិតអំបោះដើមផ្សិតអំបោះមុននឹងវាមិនតដើមមេពេញមុនវាដោះមិនន័យថាវាអត់តដោះទេអញ្ចឹងស្វាគមន៍មកកាន់ការដ្ឋានសាយុកអញ្ចឹងយើងមកមើលវីដេអូនេះថាគេធ្វើយ៉ាងម៉េចកាលពីយើងទិញមកដំបូងដើមផ្សិតអំបោះវាដើរបានប្រហែលជាប៉ុណ្ណេះខ្ទង់40 ទៅ 50% អញ្ចឹងយើងហើយអេដមីនទុកបានរយៈពេលមួយអាទិត្យគេវាដើរបានប៉ុណ្ណេះបើទៅបាន80 ទៅ 90% នេះបាន 90% គាត់ថា2ថ្ងៃទៅគឺវាដើរដល់ខាងក្រោមវានឹងដោះចេញមកខាងនឹងវិញឡើងមកចូលនៅប្រធានបទរបស់យើងនិយាយថាតើយើងថែទាំវាយ៉ាងម៉េចដើម្បីឲ្យវាមានការដើរមេល្អហើយនឹងមិនខូចច្រើនបើន័យថាវាអត់ងាយខូចនៅលើមេអានេះវាអាចនឹងមានបញ្ហាបើមិនជាវាមកអញ្ចឹងបើន័យថាមិនបើន័យថាវាអាចនឹងចូលទឹកកញ្ញានេះទឹកចូលទឹកចឹងវាអាចនឹងមានបញ្ហាខូចតែវាចូលខ្លះមិនបញ្ហាទេព្រោះថាការធ្វើរបស់គេគឺមានចោះទៅតាមប្រហោងថងនីមួយៗដើម្បីឲ្យវាចូលខ្យល់និងមានសំណើមអញ្ចឹងយើងនិយាយដំបូងពីការស្រោចទឹកអញ្ចឹងអត់ទាំងអស់នេះ40កញ្ចប់ពេនមីនមកស្រោចទឹកគឺស្រោចទឹកប្រហែលជា2ការហ្នឹងស្រោចចំកណ្ដាលថងទៅមកកុំឲ្យស្រោចចំពីមុខគឺចាប់ថងវាអាចនឹងឆាប់លហើយនៅកណ្ដាលកសែតឬក៏អាចនឹងឆាប់ចូលទឹកពីលើចំអញ្ចឹងវាជោគសើមល្អគឺមួយថ្ងៃ3ដងព្រឹកថ្ងៃល្ងាចអាចថា2ដងបានគឺព្រឹកល្ងាចអញ្ចឹងណាដាក់ពីគួរហ្នឹងមក40កញ្ចប់វាក៏មិនចំណាយទឹកច្រើនប៉ុន្មានដែរហើយមួយទៀតការរៀបចំគឺទី1ត្រូវមានម្លប់អញ្ចឹងម្លប់អញ្ចឹងរងអីចឹងមួយទៅហើយមានអីក្របទៅមកវាចូលខ្យល់ខ្លាំងធ្វើឲ្យវាហូតទៅលើកំប៉ុស្តដែលយើងដែរកំប៉ុស្តនេះវាមានជាតិសំណើមនៅខាងក្នុងតែកាលណាវាហូតធ្វើឲ្យវាអត់ដើរមេទេពួកមេនេះវាត្រូវការសំណើមតិចដើម្បីដើរដូចជាផ្សិតច្បាស់ដែរអញ្ចឹងរាល់ការធ្វើមួយទោះបីថាវាងាយស្រួលតែបើយើងធ្វើខុសក្បួនវានឹងអាចបានផលតិចអញ្ចឹងយើងត្រូវក្បួនមកវាអញ្ចឹងពីការរៀបចំកុំដាក់ច្រើនខ្ពស់អញ្ចឹងឲ្យអាចត្រឹមតែ3ជាន់ប៉ុណ្ណឹងមកត្រឹម3ជាន់ប៉ុណ្ណឹងមកឬក៏មាន3ជាន់ហើយយើងមានមួយថ្នាក់យើងធ្វើធ្នើមួយទៀតមកដល់3ជាន់ទៀតមកព្រោះកាលណាអញ្ចឹងអាចនឹងស្រោចទៅពីលើវាអត់ចូលដល់ក្រោមទេកាលណាស្រោចពីលើមកនេះវាចេញមកវាអាចនឹងផុតដល់ខាងក្រោមអញ្ចឹងយើងរៀបចំឲ្យស្អាតមកបើយើងមានទីផ្សារខ្ពស់តម្លៃល្អអាចធ្វើបានព្រោះវាចំណេញដែរគឺវាចំណេញបើសិនជាបាន1គីឡូខ្ទង់5ទៅ6000គឺយើងមកវត្តរបស់យើងអាចចំណេញគុណ3គុណ4អញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេចាំជួបគ្នាវីដេអូក្រោយក្នុងការធ្វើអីផ្សេងទៀតមានចំណេញនៅថ្មីអត់មានចែកលេខបន្ថែមបាទអរគុណជម្រាបលាកុំភ្លេច Subscribe adminផង